នេះគឺជាប្រវត្តិសាស្ត្រនិងដើមកំណើតរបស់សៀមដែលបងប្អូនខ្មែរយើងគួរដឹងនៅក្នុងសិលាចារឹកគេឃើញមានការកត់ត្រាពីវត្តមានរបស់ពួកសៀមឬក៏ពួកថៃនៅក្នុងតំបន់អាស៊ីអាគ្នេយ៍យើងប្រហែលជាចាប់ពីសតវត្សទី12មកពួកថៃឬក៏ពួកសៀមកាលពីមុនគឺរស់នៅក្នុងខេត្តយូណានប្រទេសចិនហើយក៏បានចាប់ផ្ដើមធ្វើអន្តរាប្រវេសន៍ធ្លាក់ចុះមកទិសខាងត្បូងបន្តិចម្ដងចាប់តាំងពីសតវត្សទី9ពីដំបូងគេឃើញមានពួកសៀមនិងពួកថៃបានចុះមកតាំងលំនៅនៅភាគខាងជើងប្រទេសឡាវសព្វថ្ងៃហើយនៅតាមបណ្ដោយខេត្តឈៀងម៉ៃចំនួនពួកថៃឬក៏ពួកសៀមនៅប៉ែកខាងជើងនៃតំបន់អាស៊ីអាគ្នេយ៍មានកាន់តែច្រើនឡើងហើយពួកគេក៏បានបង្កើតទៅជានគរតូចៗមួយចំនួនដូចជាសុខូថៃឈៀងសែនឈៀងម៉ៃលានណានិងអយុធយាក៏ប៉ុន្តែពីដំបូងនគរទាំងអស់នោះគឺជានគរទុនខ្សោយហើយស្ថិតនៅក្រោមឥទ្ធិពលរបស់អាណាចក្រខ្មែរប៉ុន្តែនៅពេលដែលអាណាចក្រខ្មែរចាប់ផ្ដើមធ្លាក់ចុះខ្សោយនគររបស់ពួកសៀមក៏បានចាប់ផ្ដើមពង្រីកប្រទេសរបស់ខ្លួនបន្តិចម្ដងដោយចាប់ផ្ដើមពីសុខូថៃនៅអំឡុងសតវត្សទី13បន្ទាប់មកទៀតនៅសតវត្សទី14នៅពេលដែលស្ដេចរាមាកំហែងចូលទីវង្គតសុខូថៃក៏បានធ្លាក់ចុះហើយត្រូវបានស្ថិតនៅក្រោមការត្រួតត្រារបស់នគរសៀមមួយទៀតគឺនគរអយុធយានេះហើយក៏បានពង្រីកអំណាចរបស់នគរសៀមឲ្យคล้ายជាគូប្រកួតប្រជែងដ៏ធំបំផុតរបស់អាណាចក្រខ្មែរនៅចុងសម័យអង្គរសម្រាប់សៀមប្រវត្តិសាស្ត្ររបស់គេបែងចែកចេញជា4ដំណាក់កាលធំទី1គឺសម័យសុខូថៃចន្លោះឆ្នាំ1238ដល់1350ដែលសៀមបានវាយដណ្ដើមយកខេត្តសុខូថៃពីខ្មែរហើយបង្កើតជារដ្ឋសៀមដោយស្ដេចរាមាកំហែងបន្ទាប់មកគឺសម័យអយុធយាចន្លោះឆ្នាំ1350ដល់1767សៀមបានពង្រីកទឹកដីរបស់ខ្លួនមកលើចក្រភពខ្មែរហើយបានត្រួតត្រាតាមដងទន្លេមេណាមប៉ុន្តែសម័យអយុធយាក៏បានបញ្ចប់ទៅវិញដោយស្ដេចភូមាឈ្មោះបេយិនណងបានវាយក្រុងអយុធយាឲ្យខ្ទេចបន្ទាប់មកក៏បានឈានចូលសម័យមួយទៀតគឺសម័យធនបុរីចន្លោះឆ្នាំ1767ដល់1800សម័យនេះព្រះចៅតាក់ស៊ីនបានជួយរំដោះក្រុងអយុធយាពីភូមាហើយបានលើករាជធានីមកតាំងនៅធនបុរីនៅឆ្នាំ1767ប៉ុន្តែដោយសារតែព្រះចៅតាក់ស៊ីនលំមប់អំណាចពេកទើបព្រះចៅយ៉តហ្វាឬរ៉ាម៉ាទី1នៃរាជវង្សចក្រគ្រីបានកាត់ទោសប្រហារជីវិតទ្រង់ចុងក្រោយគឺសម័យក្រុងបាងកកចាប់ពីឆ្នាំ1800រហូតដល់សព្វថ្ងៃសម័យនេះគឺជាសម័យព្រះចៅរ៉ាម៉ាទី1នៃរាជវង្សចក្រគ្រីដែលបានឡើងសោយរាជ្យនិងបន្តមកដល់សព្វថ្ងៃនេះឯងនេះមានន័យថាសៀមឬថៃមានអាយុកាលនៃការបង្កើតជារដ្ឋប្រហែលត្រឹមជាង885ឆ្នាំប៉ុណ្ណោះក្នុងគ្រិស្តសករាជនេះបើតាមគេហទំព័រ World Population Review ក៏ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសកម្ពុជាយើងមានរហូតដល់16ដំណាក់កាលដែលបានចាប់ផ្ដើមរាប់ជារដ្ឋរឹងមាំចាប់តាំងពីសតវត្សទី1នៃគ្រិស្តសករាជនេះបើតាម Royal Embassy of Cambodia Washington DC ប៉ុន្តែមុនពេលដែលគេទទួលស្គាល់យើងជារដ្ឋរឹងមាំជនជាតិខ្មែរបានរស់នៅលើទឹកដីនេះជាង 40000 ឆ្នាំមកហើយភស្តុតាងទាំងអស់នេះអាចមើលឃើញតាមរយៈភូមិមូលនិងវត្ថុបុរាណមួយចំនួនដែលតាំងបង្ហាញនៅសារមន្ទីរជាតិសម្ដេចឪខេត្តសៀមរាបនៅឆ្នាំ1767រាជធានីអយុធយាត្រូវបានកងទ័ពភូមាគំទេចយ៉ាងខ្លាំងដោយដុតបំផ្លាញទីក្រុងនិងចាប់ប្រជារាស្ត្ររាប់ពាន់គ្រួសារទៅធ្វើជាឆ្លួយសឹកទោះបីជាភូមាបានជោគជ័យក៏ដោយប៉ុន្តែពួកគេបានដកទ័ពថយវិញយ៉ាងប្រញាប់ដើម្បីប្រយុទ្ធនឹងការលុកលុយពីប្រទេសចិននាសម័យនោះប្រសិនបើមិនមានប្រទេសចិនវាយភូមាពេលនោះទេពូជសាសន៍ថៃអាចបាត់ចិនពីផែនដីពិភពលោកបាត់ទៅហើយអយុធយាក៏បានធ្លាក់ចូលក្នុងការវឹកវរមានក្រុមមនុស្សជាច្រើនប្រយុទ្ធគ្នាដើម្បីដណ្ដើមអំណាចប៉ុន្តែចុងក្រោយអាណាចក្រនេះបានរួបរวมវិញដោយវីរៈម្នាក់គឺតាក់ស៊ីនមានឪពុកជាជនជាតិចិននិងម្ដាយជាជនជាតិសៀមហើយត្រូវបានគ្រួសារអភិជនយកទៅចិញ្ចឹមនៅពេលភូមាវាយលុកគាត់ជាចៅផ្វាយខេត្តហើយបានដឹកនាំកងទ័ពការពារ
ប៉ុន្តែដោយស្ថានភាពមិនអាចស្ដារបានគាត់បានដកថយទៅចន្ទបុរីក្រោយមកនៅពេលកងទ័ពភូមាដកទ័ពតាក់ស៊ីនបានឆ្មក់វាយហើយបានទទួលជ័យជំនះបន្ទាប់មកគាត់បានកសាងរាជធានីថ្មីនៅធុនបុរីដែលស្ថិតនៅលើទន្លេចៅប្រយ៉ាជាកន្លែងងាយស្រួលសម្រាប់ពាណិជ្ជកម្មពិសេសជាមួយប្រទេសចិនក្រោយពីគ្រងរាជ្យបាន15ឆ្នាំព្រះចៅតាក់ស៊ីនត្រូវបានរាមាទី1នៃរាជវង្សចក្រីកាត់ទោសប្រហារជីវិតដោយសារតែលំមោបអំណាចហើយរាជវង្សចក្រីក៏បានបន្តអំណាចរហូតមកដល់សព្វថ្ងៃគឺស្ដេចរាមាទី10នៃប្រទេសថៃនេះឯងអត្ថបទនេះនឹងជួយឲ្យអ្នកយល់ដឹងកាន់តែច្បាស់អំពីប្រវត្តិសាស្ត្រនៃតំបន់និងអាយុកាលរបស់ប្រទេសនេះ